បងប្អូនអ្នកភ្លេងទាំងអស់នឹងឲ្យខ្ញុំប្រើពីរបៀបរៀបរ៉ូលយើងនេះចូលមករៀបរ៉ូលណោតនៅក្នុងនេះហើយរ៉ូលទាំងអស់នោះយើងអាចដូរលេខរៀងវាបានដោយលុបក៏បានបន្ថែមក៏បានហើយយើងចង់បដូរទីតាំងទៅណាក៏បានអញ្ចឹងណាហើយអាចផ្ញើរ៉ូលឲ្យទៅក្នុងបេនក្រុមយើងលេងនឹងបានទៀតតែសំខាន់តើតែគាត់មានលេខកណន័យមួយម្នាក់អញ្ចឹងណាខ្ញុំផ្ញើរ៉ូលបានឥឡូវខ្ញុំឧទាហរណ៍ថាដាក់សកហើយយើងរៀបឲ្យច្រើនឲ្យឧទាហរណ៍យើងចេះរៀបតែបើបងប្អូនលេងត្រូវមានរ៉ូលតាមបទចម្រៀងនីមួយៗពី slow អញ្ចឹងទៅបូរ៉ូអីចឹងណាតែនេះខ្ញុំឧទាហរណ៍អញ្ចឹងយើងរៀបបាន11បទនេះយើងអាចចុចខ្វែងលុបបានហើយយើងឧទាហរណ៍ថាឥឡូវយើងបដូរបទបដូរលេខរៀងដោយសារតែយើងមើលតែកាលណាយើងមើលវានឹងវាមានលេខរៀងបែបនេះហើយមិនបាច់ចុចខ្វែងក៏បានគាត់យកដៃចុចលើនេះទៅដើម្បីបិទវាវិញណានេះគាត់ទៅចុចទៅលើរូបមកតង់ទៅវានឹងបិទទៅវិញអូតូអញ្ចឹងឥឡូវខ្ញុំប្រាប់ពីរបៀបយើងអូសដូរធម្មតាបើយើងចុចលើរូបមួយណាដែលយើងចង់ដូរបើយើងចុចយូរពេកវានឹងចេញឲ្យ download តែយើងមិនមែន download ទេយើងគ្រាន់តែចុចបន្តិចទៅហើយអូសទៅវាដូរទីតាំងនេះយើងទៅចេះឃើញទេអញ្ចឹងយើងចង់ដូរទៅទីតាំងណាយើងតម្លាក់លើនឹងមកអញ្ចឹងបត់នោះវាដូរលេខរៀងគ្នាអញ្ចឹងយើងរៀបតាមហ្នឹងមកហើយចំពោះលុបអត់ពិបាកទេយើងចង់លុបចុចទៅខ្វែងនេះទៅវាលុបហើយអញ្ចឹងងាយស្រួលហើយចំពោះផ្ញើរ៉ូលទៅក្នុង band យើងឬក៏អ្នកលេងជាមួយគ្នាហ្នឹងឯងយើងផ្ញើនេះចុចលេខផ្ញើនេះមកហើយដាក់លេខទូរស័ព្ទអ្នកដែលលេងហ្នឹងមកតែអ្នកដែលលេងទាំងអស់តើតែមាន account មួយម្នាក់មិនមែនជាផ្ញើទៅបានទេអញ្ចឹងគ្រាន់តែយើងដាក់លេខទូរស័ព្ទឧទាហរណ៍ថាលេខមួយណាដែលយើងចង់ដាក់មកតែបើលេខតែអត់មាននៅក្នុងកណន័យចុចផ្ញើទៅវានឹងអត់បានអញ្ចឹងយើងដាក់នេះទៅគឺបានដោយជោគជ័យផ្ញើទៅអញ្ចឹងម្នាក់ដែលគាត់មានទូរស័ព្ទផ្សេងហ្នឹងគ្រាន់តែគាត់ចុចទទួលទៅគឺរ៉ូលទាំង10បទហ្នឹងគឺផ្ញើទៅកាន់គាត់លេងបានដូចគ្នា